ថ្ងៃនេះ admin មានដំណឹងល្អនិងដំណឹងអាក្រក់សម្រាប់អ្នកគាំទ្រអ្នកមានបទ FC Barcelona ក្លឹបអ្នកមាន FC Barcelona បានប្រកាសបញ្ជីឈ្មោះកីឡាករទាំង 23 នាក់ជាផ្លូវការដើម្បីត្រៀមជួបជាមួយនឹងក្រុម Inter Milan ក្នុងពានរង្វាន់ Champions League ក្នុងរាត្រីនេះវេលាម៉ោង 2 ដំឡូងអាទិត្យឈានចូលថ្ងៃទី 7 ខែឧសភាឆ្នាំ 2025 ក្រុម FC Barcelona នឹងត្រូវទៅទឹកដីអ៊ីតាលីដើម្បីជួបទល់គ្នាជាមួយនឹងក្រុម Inter Milan ក្នុងការប្រកួតជើងទី2វគ្គពាក់កណ្ដាលឲ្យប្រត់ពានរង្វាន់ Champions League យ៉ាងណាមុនការប្រកួតមកដល់គឺ FC Barcelona មានទាំងដំណឹងល្អនិងដំណឹងអាក្រក់ដំណឹងល្អនោះគឺខ្សែប្រយុទ្ធឆ្នាំ Lewandowski បានត្រឡប់មកវិញហើយបន្ទាប់ពីរបួសសរសៃពួរចំណែកឯដំណឹងមិនល្អនោះគឺពួកគេនឹងអវត្តមានកីឡាករសំខាន់2នាក់គឺខ្សែការពារស្ដាប់ Jelle Koundé និងខ្សែការពារសាប់ឆ្វេង Alexandre Balde ក្រៅពីកីឡាករទាំងពីរខាងលើនេះអ្នកចាំទី Stegen ក៏អវត្តមានផងដែរហើយគាត់ក៏មិនមានឈ្មោះនៅក្នុងបញ្ជី23នាក់ផងដែរតើបងប្អូនគិតយ៉ាងណាដែរចំពោះដំណឹងទាំងពីរខាងលើនេះតើបងប្អូនគិតថានៅក្នុងរាត្រីនេះក្រុមណាទៅវគ្គបន្តហើយក្រុមណានៅត្រឹមវគ្គ4ក្រុមចុងក្រោយនេះអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ